នៅរាត្រីថ្ងៃទី14ខែកុម្ភៈឆ្នាំ2026អារម្មណ៍អបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូដើម្បីត្រៀមការរៀបចំនិងអមសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី14ខែកុម្ភៈឆ្នាំ2026បានបង្ហាញថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក Donald J. Trump ក្នុងរដ្ឋធានី Washington សហរដ្ឋអាមេរិកកិច្ចប្រជុំនេះគឺជាការចាប់ផ្ដើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាពស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ក្នុងគោលដៅជំរុញសន្តិភាពនិងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជាមួយគ្នានេះដែរមេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានី Washington សម្ដេចធិបតីនាយករដ្ឋមន្ត្រីនឹងជួបទ្វេភាគីជាមួយអិសរាជជនសហរដ្ឋអាមេរិកនិងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួនដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគីនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុបរួមទាំងទីក្រុងហ្សឺណែវនិងទីក្រុងប្រុចសែលដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីបង្កើនភាពជាដៃគូនិងកិច្ចសហការបន្ថែមទៀត